សួស្តីអ្នកទាំងអស់គ្នាខ្ញុំ Kenzie ថ្ងៃនេះផងដែរយើងមកបន្តភាគរឿង Dr. Stone របស់យើងជាបន្តទៀតមុននឹងចាប់ផ្ដើមទៅកាន់វីដេអូរបស់យើងផងដែរសូមចិត្តអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ឲ្យ Channel តូចរបស់ Admin ម្នាក់មួយផងតោះកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅនៅពេលនេះដែរ Ryu Sui បាននិយាយថាឥឡូវនេះផងដែរពិភពលោករបស់យើងនឹងប្រែប្រួលដោយការពី3700ឆ្នាំមុនហើយអញ្ចឹងហើយយើងនឹងត្រូវប្រើប្រាស់នៅប្រព័ន្ធផ្សព្វផ្សាយកំសាន្តនៅពេលដែលលើ Ryu Sui និយាយអញ្ចឹងគ្រប់គ្នាពួកគេមិនយល់នៅទេថា Ryu Sui ចង់និយាយអំពីអ្វីក៏ប៉ុន្តែមានតែសាយម្នាក់តែប៉ុណ្ណោះដែលយល់អំពីការនិយាយរបស់ Ryu Sui ហើយសាយបានប្រាប់ថាមនុស្សយើងទាំងអស់គ្នាមិនអាចរស់នៅដោយគ្មានភាពសប្បាយរីករាយបាននោះទេហ្គេមគឺជាផ្នែកតូចដែលធ្វើឲ្យយើងបាត់ stress តែសង្គ្រោះគាត់នៅក្នុងការជាប់គាំងរៀនគណិតវិទ្យាពេញមួយថ្ងៃក៏ប៉ុន្តែបើសិនជាយើងលេងច្រើនពេកក៏វាមិនល្អប្រហែលដែរអាហ្គេមហ្នឹងហើយ Ryu Sui បាននិយាយថាហ្នឹងហើយវាគឺជាផ្នែកតូចក៏ប៉ុន្តែគាត់និយាយមួយផ្នែកផ្សេងទៀតឥឡូវនេះផងដែរគាត់ចង់គ្រប់គ្រងនៅប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងនៅអ្វីៗគ្រប់យ៉ាងទាំងអស់ហើយឥឡូវនេះផងដែរគាត់ចង់បង្កើតនៅស្ថានីយ៍ទូរទស្សន៍ដោយការពីសម័យមុនអញ្ចឹងឥឡូវយើងកន្លែងមកកាន់កន្លែង Senko នៅវិញឥឡូវនេះផងដែរពួកគេបានបង្កើតនៅទូរទស្សន៍ហើយក៏ប៉ុន្តែនៅពេលដែលបើកទៅវាមិនទាន់ចេញរូបភាពនោះទេនៅពេលហ្នឹងដែរយោបានសួរទៅកាន់ Senko ថាតើទូរទស្សន៍ហ្នឹងមានប្រមាណប៉ុសទៅផ្លេចអញ្ចឹងថានៅពិភពលោកនេះមិនទាន់មានស្ថានីយ៍ភ្លើងផងគ្រាន់តែលើអញ្ចឹងហើយគ្រប់គ្នាពិតជាគាំងខ្លាំងមែនតើក៏ប៉ុន្តែ Ryu Sui បាននិយាយថាមិនអីនោះទេឥឡូវនេះផងដែរគ្នារបស់ពួកគេកំពុងតែដឹកសម្ភារៈមកពីសហរដ្ឋអាមេរិកហើយបន្តមកទៀតគាត់នឹងទុករឿងទាំងអស់ហ្នឹងឲ្យសាយជាអ្នកធ្វើហើយឥឡូវនេះផងដែរក្រុមរបស់ថៃជឿក៏បានដឹកសម្ភារៈមកដល់ប្រទេសជប៉ុនហើយមិនបានយកប្រមាណទេពួកគេក៏បានរៀបចំវារួចជាស្រេចបន្តមកទៀត Senko ក៏បានប្រាប់ទៅកាន់សាយថាការសរសេរកម្មវិធីវាពិតជាមានភាពស្មុគស្មាញបន្តិចក៏ប៉ុន្តែគ្មានទេសាយធ្វើតែមួយផ្លែតទេហើយបាននៅពេលដែលហើយអញ្ចឹងសាយក៏បានចុចប៊ីតុងរបស់វាឲ្យវាដំណើរការនៅពេលដែលវាដំណើរការនៅក្នុងទូរទស្សន៍មួយហ្នឹងក៏បានចេញរូបហ្គេមផងដែរដែលធ្វើឲ្យគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនតើហើយសាយបានប្រាប់ថាគាត់មិនមែនធ្វើឲ្យបានតែហ្គេមមួយហ្នឹងនោះទេគាត់អាចធ្វើហ្គេមឲ្យបានជាច្រើនផងដែរហើយពួកគេក៏បាននាំគ្នាលេងហ្គេមរបស់សាយដែលបានបង្កើតហ្នឹងយ៉ាងសប្បាយរីករាយខ្លាំងមែនតើឥឡូវយើងកន្លែងមកកាន់កន្លែងលោក Husky នេះវិញឥឡូវនេះផងដែរគាត់ក៏បានប្រត់ទូកញ្ចក់មួយដើម្បីសម្រាប់ដាក់ម៉ាឌូសានៅពេលដែលហើយអញ្ចឹង Senko ក៏បានយកវាដាក់ទៅក្នុងទូមួយហើយ Senko បាននិយាយថាឥឡូវនេះផងដែរមិនចាំបាច់ព្រួយបារម្ភអំពីម៉ាឌូសាទៀតនោះទេដោយសារតែពួកគេបានដាក់វាចូលទៅក្នុងទូហើយអញ្ចឹងហើយយើងមិនបាច់ព្រួយបារម្ភអំពីសម្លេងអ្នកដែលនិយាយខាងក្រៅឡើយនៅយប់បន្តិចយកជាមួយនឹង Gen ពួកគេទាំងពីរនាក់ក៏បានដើរចូលបន្ទប់មួយហ្នឹងក៏ប៉ុន្តែស្រាប់តែលឺសម្លេងដល់ចម្លែកមួយនៅពេលហ្នឹងដែរស្រាប់តែមានសម្លេងមួយបានចុចទៅលើម៉ាឌូសាមួយហ្នឹងទៅដូចជាមិនសូវស្រួលពួកគេទាំងពីរនាក់ក៏បាននាំគ្នារត់ចេញពីទីកន្លែងមួយហ្នឹងក៏ប៉ុន្តែគ្មានទេស្រាប់តែមានពលឺពុះបៃតងបានជះមកកាន់ពួកគេដែលធ្វើឲ្យពួកគេទាំងពីរនាក់ប្រែក្លាយទៅជាថ្មក៏ប៉ុន្តែជាសំណាងល្អផងដែរដោយសារតែពលឺពុះបៃតងហ្នឹងវាជះតែប៉ុន្មានម៉ែត្រតែប៉ុណ្ណោះមួយសន្ទុះក្រោយមកពន្លឺពុះបៃតងក៏បានរសាយទៅបាត់ហើយក៏មិនចាំយូរនោះដែរពួកគេក៏បានយកទឹកអាស៊ីតណៃត្រិកយកទៅស្រោចលើពួកគេទាំងពីរនាក់ឲ្យបានប្រែក្លាយទៅជាមនុស្សធម្មតាវិញនៅពេលនោះដែរ Senko ក៏បានបើកមើលទូរបស់ពួកគេហើយក៏បានឃើញថាកញ្ចក់មួយហ្នឹងក៏បានបែកផងដែរបន្ទាប់មក Ryu Sui ក៏បានសួរទៅកាន់ពួកគេទាំងពីរនាក់ថាតើមានរឿងអ្វីកើតឡើងក៏ប៉ុន្តែពួកគេមិនដឹងនោះទេស្រាប់តែនៅសុកវាអញ្ចឹងតែម្ដងហើយហ្គេមបានប្រាប់ថានៅពេលដែលគាត់ចូលមកហ្នឹងស្រាប់តែមានលើសម្លេងចម្លែកហើយវាក៏បានបែកកញ្ចក់ហើយមួយសន្ទុះក្រោយមកស្រាប់តែមាននរណាម្នាក់នោះទេបានចុចឲ្យម៉ាឌូសាមួយហ្នឹងដំណើរការបន្ទាប់មកស្រាប់តែមានពលឺពណ៌បៃតងមួយហ្នឹងក៏បានជះមកកាន់ខាងក្រៅនៅពេលហ្នឹងដែរលោក Husky គាត់ពិតជាឆ្ងល់ខ្លាំងមែនតើថាតើហេតុអ្វីបានជាវាភ្លឺដោយខ្លួនឯងអញ្ចឹងចំណែកខូនេះវិញនាងសង្ស័យថា Wyman គឺជាអ្នកបញ្ជាម៉ាឌូសាមួយហ្នឹងដែលមានគោលបំណងធ្វើឲ្យមនុស្សបានប្រែក្លាយទៅជាថ្មដោយរយៈកាលពី3700ឆ្នាំមុនអញ្ចឹងនៅពេលនោះដែរគ្រប់គ្នាបានតែត្រឹមឆ្ងល់តែប៉ុណ្ណោះក៏ប៉ុន្តែរកមូលហេតុមិនឃើញនោះទេដើម្បីកុំឲ្យម៉ាឌូសាហ្នឹងមានបញ្ហាតទៅទៀតលោក Husky ក៏បានដកថ្មរបស់វាចេញសិននៅពេលនោះដែរGenក៏បានសួរទៅកាន់យោថានៅពេលដែលពួកគេបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកហ្នឹងតែយោមានបានធ្វើអ្វីឬមួយក៏ប៉ះពាល់ទៅកាន់ម៉ាឌូសាហ្នឹងនោះទេហើយយោបានប្រាប់ថាគាត់គ្មានបានប៉ះវាបន្តិចនោះឡើយហើយម៉ាឌូសាមួយនឹងផងដែរវានៅតែក្នុងដៃរបស់អូកាយ៉ូតែប៉ុណ្ណោះនៅពេលនោះដែរ Senko បាននិយាយថាដើម្បីឲ្យដឹងថាម៉ាឌូសានឹងមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដគាត់នឹងធ្វើការស៊ើបអង្កេតវាក៏ប៉ុន្តែឥឡូវនេះផងដែរពួកគេនឹងធ្វើដំណើរទៅកាន់កន្លែងមួយដែលមានរ៉ែជាច្រើនបន្ទាប់មកខូក៏បានជីកវាឡើងមួយរទេះហើយដុំថ្មដែល Senko បានកាន់ហ្នឹងគាត់បាននិយាយថាវាគឺជាសេលីញ៉ូមបន្ទាប់ពីទទួលបានពួកវាហើយ Senko ក៏បានយកវាផលិតធ្វើជាអាសេនិកហើយ Gen សួរថាតើអាសេនិកហ្នឹងគឺជាថ្នាំពុលមែនឬ
ហ្នឹងហើយថ្នាំពុលនៅពេលនោះដែរសែនខូបានផលិតឧបករណ៍អ្វីម្យ៉ាងនោះទេហើយគាត់បានប្រាប់ថាផ្ទៃដែលមានតង់ចុងខ្ពស់ធ្វើពីថ្នាំកូតពុលហើយបំលែងពន្លឺវាឲ្យចាំងទៅកញ្ចក់ដើម្បីឲ្យវាចូលទៅក្នុងសញ្ញាអគ្គិសនីបន្ទាប់មកវានឹងបញ្ជូនសញ្ញាមួយនោះទៅកាន់អេក្រង់ទូរទស្សន៍ហើយនៅលើកញ្ចក់ទូរទស្សន៍ហ្នឹងក៏បានឃើញមុខសែនខូផងដែរនិយាយរួមទៅសែនខូបង្កើតអាហ្នឹងឡើងដើម្បីដូចជាកាមេរ៉ាសុវត្ថិភាពអញ្ចឹងណាគ្នាយើងបន្ទាប់មកសែនខូបាននិយាយថាបន្តិចទៀតនេះគាត់នឹងបង្កើតរ៉ាដាដើម្បីចាប់វាយមែនថាតើពួកគេនឹងធ្វើសកម្មភាពអ្វីខ្លះហើយក្រុមបាននិយាយថាបើសិនជាពួកយើងតាមដាននៅសកម្មភាពរបស់វាយមែនច្បាស់ណាស់ថាយើងនឹងអស់ប្រេងឥន្ធនៈវានឹងធ្លាក់មកក្រោមជាមិនខាននោះទេហើយសែនខូគាត់បាននិយាយថាគាត់បង្កើតរ៉ាដាហ្នឹងគាត់មិនបាច់ប្រើប្រេងនោះទេហើយរ៉ាដាមួយនឹងផងដែរវានឹងហោះជុំវិញផែនដីហើយ Chelsea បាននិយាយថាវាពិតជាអស្ចារ្យខ្លាំងណាស់វាអាចហោះបានដោយមិនបាច់ប្រើប្រាស់នៅប្រេងឥន្ធនៈនៅពេលនោះដែរសែនខូប្រាប់ពីរបៀបដែលធ្វើឲ្យវាហោះដោយមិនប្រើប្រាស់ប្រេងបើតាមពិតទៅគាត់ប្រើប្រាស់នៅថាមពលពន្លឺព្រះអាទិត្យដែលធ្វើឲ្យវាហោះគ្មានដែនកំណត់និយាយចំមកទៅវាគឺជាផ្ទះសូឡាគ្នាយើងបន្តមកទៀតសែនខូក៏បានប្រាប់ឲ្យគ្នារបស់គាត់រៀបចំធ្វើសូឡាហើយក៏មិនបានយូរប្រហែលនោះដែរពួកគេក៏ធ្វើសូឡាបានហើយរួចរាល់ផងដែរឥឡូវយើងកន្លែងមកកាន់កន្លែងសែនណូឯនេះវិញឥឡូវនេះផងដែរគាត់បានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយពេលមកដល់ភ្លាមសែនណូក៏បានប្រាប់ប្រកាន់សែនខូថាឥឡូវនេះផងដែរគាត់បង្កើតរ៉ុកែតបានរួចរាល់ហើយសែនខូពិតជាសរសើរទៅកាន់សែនណូខ្លាំងមែនទែនដោយសារតែរយៈពេល3ឆ្នាំតែប៉ុណ្ណោះសែនណូគាត់ក៏អាចផលិតរ៉ុកែតបានហើយក៏មិនចាំយូរណាស់ដែរពួកគេទាំងពីរនាក់ក៏បានសាកល្បងបង្ហោះរ៉ុកែតរបស់ពួកគេប៉ុន្តែគ្មានទេហោះមិនបានប្រមាណម៉ែត្រផងវាក៏បានដំទិញធ្លាក់ចូលទៅក្នុងសមុទ្របាត់គ្រាន់តែឃើញអញ្ចឹងហើយនិយាយពីថាមុខម្នាក់ល្អមើលដល់កបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានចុះទៅស្រង់រ៉ុកែតនឹងឡើងមកវិញដើម្បីជួសជុលវាសារជាថ្មីនៅពេលដែលពួកគេយកវាមកជួសជុលសារជាថ្មីហ្នឹងសែនណូជាមួយនឹងសែនខូពួកគេបានមើលឃើញចំណុចខ្វះខាតវាច្រើនខ្លាំងមែនតើហើយរយៈពេលប្រហែលខែក្រោយមកទៀតពួកគេក៏បានជួសជុលវារួចរាល់ហើយជាស្រេចផងដែរក៏ប៉ុន្តែនៅពេលដែលពួកគេយកវាទៅបង្ហោះហ្នឹងស្រាប់តែវាបានផ្ទុះបឹងក៏ប៉ុន្តែសែនខូជាមួយនឹងសែនណូពួកគេទាំងពីរនាក់ក៏នៅតែមិនចោះចាញ់វាដែរហើយពួកគេនៅតែផលិតវាជាបន្តបន្ទាប់ទោះបីជាវាបរាជ័យ4ទៅ5ដងក៏ដោយក៏ប៉ុន្តែពួកគេនៅតែព្យាយាមនិងមិនបោះបង់វានោះឡើយចំណែកនៅលើកទី5វាក៏បានហោះទៅដល់ពាក់កណ្ដាលផ្លូវក៏ប៉ុន្តែវានៅតែផ្ទុះដដែលហ្នឹងក៏ប៉ុន្តែវាមិនអីនោះទេវាគឺជាក្តីសង្ឃឹមរបស់ពួកគេដែលអាចធ្វើឲ្យវាហោះបានពាក់កណ្ដាលផ្លូវហ្នឹងរយៈពេលប្រហែលឆ្នាំក្រោយមកទៀតយោក៏បាននិយាយទាំងអស់សង្ឃឹមថាពួកគេបានផលិតរ៉ុកែតហ្នឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ប៉ុន្តែវាមិនទាន់បានសម្រេចនោះទេក៏ប៉ុន្តែមើលទៅកាន់សែនខូជាមួយនឹងសែនណូទៅពួកគេទាំងពីរនាក់នៅតែខិតខំព្យាយាមដើម្បីធ្វើរ៉ុកែតមួយហ្នឹងដែលមិនបោះបង់ក្តីសម័យរបស់ពួកគេទៅកាន់ឋានវិចារណ៍ឡើយឥឡូវនេះដែរពួកគេទាំងពីរនាក់ក៏បានធ្វើវារួចរាល់ហើយមិនចាំយូរណាស់ដែរក៏បានបង្ហោះវាតែម្ដងក៏ប៉ុន្តែនៅម្ដងនេះផងដែររ៉ុកែតរបស់ពួកគេអាចហោះហើរទៅដល់ឋានវិចារណ៍បានដែលធ្វើឲ្យគ្រប់គ្នាពិតជាមានការសប្បាយចិត្តខ្លាំងមែនតើហើយឥឡូវនេះដែរពួកគេទាំងអស់គ្នាអាចនឹងប្រើប្រាស់រ៉ាដាមួយហ្នឹងដើម្បីតាមដាននៅសកម្មភាពរបស់ពួក Wayman ដែលនៅឋានវិចារណ៍ហ្នឹងបន្ទាប់មកពួកគេទាំងអស់គ្នាក៏បាននាំគ្នាទៅបើកមើលទូរទស្សន៍ដែលពួកគេបានភ្ជាប់វាជាមួយនឹងរ៉ាដាផងដែរហើយអ្នកដែលតាមដាននៅសកម្មភាពអ្វីៗគ្រប់យ៉ាងសែនខូគាត់ផ្ដល់ឲ្យទៅកាន់ខូអាខូដែលសារតែនាងភ្នែកវៃខ្លាំងណាស់នៅពេលនោះដែរខូអាខូនាងក៏បានឃើញអ្វីម្យ៉ាងនោះទេមិនចាំយូរនោះដែរនាងក៏បានបញ្ញាប់ឲ្យសែនខូជាមួយនឹងសែនណូអ្នកផ្សេងទៀតដើម្បីមកមើលជាមួយនឹងគ្នាហើយនៅពេលដែលពួកគេបានពិនិត្យមើលទៅឃើញថាមានអ្វីខ្មៅៗនោះទេហើយសែនខូបាននិយាយថានៅទីបំផុតយើងរកអ្នកឃើញហើយនៅព្រឹកស្អែកឡើងពួកគេទាំងអស់គ្នាក៏បានបង្កើតនៅការអង្គប្រជុំមួយដែលសារតែក្រុមគាត់ជំទាស់ទៅកាន់សែនខូតាមពិតទៅរឿងហ្នឹងគ្មានអីនោះទេក្រុមគាត់ចង់ឲ្យពួកគេទាំងអស់គ្នាបង្កើតនៅរ៉ុកែតដែលអាចហោះទៅកាន់ឋានវិចារណ៍ហើយនឹងបកត្រឡប់មកកាន់ផែនដីវិញបានក៏ប៉ុន្តែសែនខូបាននិយាយថារឿងមួយនឹងផងដែរវាពិតជាពិបាកខ្លាំងណាស់នៅពេលដែលលើសែនខូនិយាយអញ្ចឹងក្រុមក៏បានយករបស់គាត់ដែលរៀបនឹងត្រៀមធ្វើរ៉ុកែតឲ្យអ្នកទាំងអស់គ្នាបានមើលនៅពេលនោះដែរសែនណូបាននិយាយថារឿងទាំងអស់ហ្នឹងវាអាចធ្វើទៅបានក៏ប៉ុន្តែវាពិតជាពិបាកបន្តិចហើយអ្វីដែលសំខាន់ហ្នឹងពួកគេគឺត្រូវការពេលវេលាច្រើនខ្លាំងមែនតើអ្នកពេលណាដែរស្រាប់តែរីយូស៊ុយបាននិយាយមកកាន់គ្រប់គ្នាថាគាត់គាំទ្រនៅគំនិតរបស់ក្រុមដល់ពេលមើលឃើញអ្នកខ្លះយល់ព្រមនឹងគំនិតមួយហ្នឹងហើយអ្នកខ្លះមិនយល់ព្រមនោះទេអញ្ចឹងទៅសៃក៏បានសម្រេចចិត្តថាឥឡូវនេះផងដែរពួកគេទាំងអស់គ្នានឹងបោះឆ្នោតពីនិយាយយល់ស្របគ្នាហើយពួកគេទាំងអស់គ្នាក៏បានធ្វើការបោះឆ្នោតតែម្ដងហើយមួយសន្ទុះក្រោយមកអ្នកដែលឈ្នះគឺជាក្រុមហើយឥឡូវនេះផងដែរពួកគេមានតែធ្វើវិធីសាស្ត្រតាមក្រុមដែលបាននិយាយនោះទេពេលនោះដែរសៃក៏បានពិនិត្យមើលអំពីការបោះឆ្នោតនឹងផងដែរឃើញថាអ្នកដែលបោះឆ្នោតឲ្យសែនខូជាមួយនឹងសែនណូពួកគេពិតជាច្រើនជាងក្រុមឆ្ងាយខ្លាំងណាស់នៅពេលដែលឃើញអញ្ចឹងសៃគាត់ក៏ដឹងថានេះគឺជាគំនិតរបស់សែនណូជាមួយនឹងសែនខូដែលធ្វើអញ្ចឹងនៅពេលនោះផងដែរអូកាយ៉ូគាត់ក៏បានមកនិយាយជាមួយនឹងសែនខូថាគាត់បានលួចស្ដាប់សែនខូជាមួយនឹងសែនណូបានពិភាក្សាគ្នាអំពីរឿងដែលធ្វើឲ្យក្រុមឈ្នះស្លឹកឆ្នោតមួយហ្នឹងលើអញ្ចឹងសែនខូគាត់ក៏បានសើចផងដែរក៏ប៉ុន្តែនៅឥឡូវនេះផងដែរសែនខូគាត់មានគម្រោងមួយនៅក្នុងពិភពលោកថ្មីមួយនេះគឺគាត់ចង់បង្កើតនៅអ៊ីនធឺណិត
ហើយសម្រាប់រឿងមួយនេះផងដែរខ្ញុំសូមបញ្ចប់វាតែត្រឹមប៉ុណ្្នឹងសិនហើយសម្រាប់រឿង Dr. Stone មួយនឹងផងដែរសម្រាប់ភាគដែលគេចេញមកហ្នឹងគឺខ្ញុំធ្វើអស់ឲ្យគ្នាយើងហើយរឿងដែលទៅតែនឹងចេញអញ្ចឹងគឺមួយអាទិត្យគឺគេធ្វើតែមួយភាគទេអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងធ្វើរឿងថ្មីមួយទៀតឲ្យគ្នាយើងបានទស្សនាហើយសម្រាប់អ្នកដែលមកថ្មីមិនទាន់ជួយចុច Subscribe ឲ្យ Channel Admin ទេសូមគ្នាយើងជួយចុចម្នាក់មួយផងបាយបាយជួបគ្នានៅវីដេអូក្រោយ